យកឈ្នះយកចាញ់ហ្នឹងយកអត់ចំណេញទេហ្នឹងចឹងពុទ្ធភាសិតព្រះអង្គលោកសំដែងលោកថាអ្នកឈ្នះតែងប្រទេសពីរអ្នកដែលឈ្នះគេហើយបើជួបនឹងពីរទៀតអាអ្នកចាញ់ហ្នឹងដេកកើតទុករោមមធ្យោបាយរកល្បិចដើម្បីនឹងទៅយកជ័យជំនះលើអ្នកដែលឈ្នះហ្នឹងព្រះពុទ្ធលោកថាអញ្ចឹងថាអ្នកឈ្នះមែនប៉ុន្តែប្រទេសនឹងពីរវិរិយជួបគូមកខាងហ្នឹងតើតលះបង់ការឈ្នះការចាញ់បានហើយទៅបានសេចក្តីសុខនេះពុទ្ធវាសិនដែលព្រះសម្មាសម្ពុទ្ធលោកសំដែងទុកឲ្យពុទ្ធបរិស័ទទាំងបព្វជិតទាំងក្រហមហ្នឹងគោរពបដិបត្តិណាប៉ុន្តែបើសិនណាជាយើងលះបង់បានទេក្រហើយណារិចលើរិចក្រមកមើលអ្នកក្តីគ្នាហ្នឹងវាបានតែមេធាវីនៅស៊ីទាំងសងខាងបានតែធ្ងន់នៅប្រក្រនៅក្តីអានេះឈ្នះក៏តែបង់ទ្រព្យមិនយកទ្រព្យឲ្យមេធាវីទៅឲ្យឈ្នះនេះមិនចាថាធ្ងន់នៅថ្មក្រនៅក្តីធ្ងន់នឹងនៅថ្មក្រនៅអីក្រិតនៅស្រីវិន័យនៅសង្ឃហើយព្រះសង្ឃយើងក្រិតគឺវិន័យក្រិតហ្នឹងគឺវិន័យច្បាប់របស់ស្រីហើយវិន័យរបស់សង្ឃក្រិតនៅវិន័យតែមួយទេយ៉ាបើលោកលើកពីរៀបឲ្យជួមក្នុងជួនក្នុងកំណាមហ្នឹងហើយមនុស្សស្រីកាលណាតបងក្រិតជាស្ត្រីហើយអស់តម្លៃហើយថោកទាបហើយកណាហើយបើសង្គមអ្នកដទៃនៅតែបើថាសង្គមខ្មែរគឺថោកទាបឲ្យគេលេងរឹបលេងរយបងក្រិតឯហ្នឹងប្រព្រឹត្តអនាចារផ្ដេសផ្ដាស់ទៅលក់ខ្លួនលក់ប្រាណអីស្អីអាហ្នឹងបងក្រិតស្ត្រីអានឹងក្រិតវិន័យនៅស្រីហ្នឹងបានបុរាណថានារីជាអ្នកបន្តវង្សគួរផ្ដល់អត្តភាពឲ្យសុខសាន្តកុំធ្វើខ្លួនដោយដេរឆានដែលលក់ដូរប្រាណខូចពងសាអានឹងបងក្រិតធំហើយបើមនុស្សប្រុសខូចជួមានស្រីមានញីមានប្រពន្ធ2 3គេមិនសូវលើកទោសទេគាត់ថាអានោះខែលខូចស្រីញីអីច្រើនណាស់តែចាំបើមនុស្សស្រីវិញតែផ្លត់អរិយាប័ត្រក្បត់ប្តីទៅមានប្រុសមានឈ្មោះក្រៅដតីពីប្រវេណីគឺថាគេបន្ថោកអត់មានតម្លៃថាបងក្រិតគឺអត់តម្លៃនេះទេភាសាគេនិយាយថាស្រីកាកៃស្រីកងោកមាសស្រីចាត់ចើកស្រីភេទប្តីក្បត់ប្តីហ្នឹងណាថោកទាបក៏សម្ដីគេនិយាយក៏ថោកទាបយ៉ាងបានលោកប្រាប់ថាមនុស្សស្រីនេះជាមេត្តាពិភពលោកអ្នកណាក៏កើតពីមនុស្សស្រីដែរអញ្ចឹងបានលោកឲ្យថែរក្សាអត្តភាពខ្លួនឲ្យសុខសាន្តកុំធ្វើខ្លួនដោយដេរឆានដែលលក់ដូរប្រាណខូចពងសាលោកអានអញ្ចឹងឃើញព្រះសម្មាសម្ពុទ្ធលោកទៅត្រង់គឿននឹងនាងសិរិមហាមាយាកិនប្រសូតព្រះអង្គមកបាននៅពេលថ្ងៃសិរិមហាមាយាបរិនិព្វានព្រោះហ្នឹងធម្មតាម្ដាយរបស់ពុទ្ធមេដាពុទ្ធយ៉ាងឯងក៏ខ្លាចមានសត្វណាដទៃទៅកើតក្នុងគឿនឹងទៀតអត់ទេក្នុងគឿរបស់សិរិមហាយាមានតែព្រះសម្មាសម្ពុទ្ធមួយទេហើយត្រូវឲ្យយល់បានជាប្រសូតបាន7ថ្ងៃសុខអត់ណាក្រែងមានសត្វណាមួយទៅផ្ញើនឹងទៀតអត់ទេមេដាពុទ្ធបានតែមួយប៉ុណ្ណឹងនេះសំឲ្យយល់ចឹងណាវិមនុស្សស្រីតកណាបងក្រិតឲ្យគេប្រើពាក្យសម្ដីដែលខ្ញុំណាប្រាប់មិញថាស្រីចាត់ចៅស្រីភេទប្តីស្រីកាកៃស្រីកងោកមាសអីពិបាកស្ដាប់ហ្នឹងណាពីព្រោះអ្នកណាក៏កើតពីមនុស្សស្រីដែរបានលោកឲ្យថែរក្សាអត្តភាពឲ្យបានស្ថិតនៅក្នុងក្រិតវិន័យរបស់ស្ត្រីហ្នឹងប៉ុន្តែសប្តាហ៍បងក្រិតច្រើនណាស្ត្រីរបស់យើងហ្នឹងណាគឺថាប្រាស់ចាអំពីក្រិតវិន័យហ្នឹងថាធ្វើវិន័យហ្នឹងហើយដូចនៅក្នុងពុទ្ធសាសនាសង្ឃៈធ្វើទី5ទី4កំមុំកន្លង
ដែលរកគូសកលត្រូវមានដាបេដាទេលោករកឲ្យលោកមិនឲ្យដើររកខ្លួនឯងនេះនឹងពុទ្ធសាសនាពុទ្ធលោកសម្ដែងចឹងសួរថាម៉េចបានលោកមិនឲ្យកុំកន្លោះដើររកគូសកលខ្លួនឯងពីព្រោះយុវវ័យមើលតែមួយជ្រុងទេមើលទៅរូបបុគ្គលឲ្យតែឃើញរូបរាងពើសម្បុរល្អស្អាតហើយក៏សម្រេចចិត្តទៅយកហើយយកគ្នាជាប្តីប្រពន្ធអត់បានមើលគ្រប់ជ្រុងទេយ៉ាងសម្រាប់មេដាបេដាដែលរកប្តីប្រពន្ធឲ្យកូនគេសម្លឹងមើលគ្រប់ជ្រុងទី1គឺសម្លឹងមើលសម័យខ្លួនមើលមានសមត្ថភាពចរិយាមេយាទកម្រិតបព្វធម៌អីល្អសមរម្យហើយនៅគេអាចមើលទៅត្រកូលម៉ែឪនឹងទៀតដែរគាត់មើលគ្រប់ជ្រុងអញ្ចឹងក្នុងពុទ្ធសាសនាពុទ្ធលោកមិនអនុញ្ញាតឲ្យកុំកន្លោះដើររកគូសកលខ្លួនឯងទេណាហ្នឹងចឹងត្រូវតែមេដាបេដាសង្គ្រោះរកគូសកលឲ្យហើយមេដាបេដារកគូសកលឲ្យកូនក៏មិនមែនចាប់ចងភ្នែកចងដៃយកទៅការទេគាត់តែគាត់ចង្អុលបង្ហាញមើលសមរម្យគាត់ប្រាប់កូនតែណាម៉ែពុកឃើញកូននេះនោះគេសមរម្យល្អចរិយាមានល្អពុជពងវងតកូលគេក៏ល្អគាត់តែបង្ហាញអញ្ចឹងបើយើងមើលទៅទេត្រូវចាត់ក៏គាត់ទៅតាកតងឲ្យបើថាយើងមិនត្រូវចាត់គាត់ក៏មិនដឹងធ្វើម៉េចបើគាត់បញ្យល់អញ្ចឹងអីលោកមើលគ្រប់ជ្រុងហើយអ្នកដែលសម័យដែលម៉ែឪរកគូសកលឲ្យអត់សូវលែងលះគ្នាទេណាកណាកើតទាំងសម័យហ្នឹងកម្រណាមានមេម៉ាយតែប្តីស្លាប់អីទេតែបើថាអត់ស្លាប់មិនងាយមានទេមកស្រុកមកភូមិណាបើម៉ែឪរកឲ្យដល់មកសប្តាហ៍ថ្ងៃនេះដើររកខ្លួនឯងនិយាយពីមេម៉ាយហ្នឹងអូច្រើនដូចជាពាក្យបុរាណនោះថាប្រាក់រងងាយចាយឆាប់អស់ប្រាក់រកធូរចាយឆាប់អស់ប្រពន្ធរងងាយឆាប់ហេតុអាហ្នឹងបុរាណនោះប្រាក់ឲ្យតែរកស៊ូឈ្នះល្បែងឈ្នះឲ្យក៏ចាយជោគជាណារកវត្ថុងាយណាអញ្ចឹងប្រពន្ធរងងាយឆាប់ហេតុដែរសប្តាហ៍ថ្ងៃនេះយើងមើលមេម៉ាយពេញស្រុកពេញភូមិច្រើនណាស់ណាក្រេតអញ្ចឹងនេះខ្ញុំណាសូមលើកអំពីពុទ្ធភាសិតរបស់ព្រះសម្មាសម្ពុទ្ធដែលលោកថាក្រេតនៅស្រីវិន័យនៅសង្ឃព្រោះយើងលោកសង្ឃថាបង់វិន័យហើយអស់កម្លាំងហើយហើយសប្តាហ៍ថ្ងៃលោកសង្ឃយើងនេះបង់វិន័យច្រើនណាស់ណាបងខ្លះខ្លួនយើងជាអ្នកបួសជាបព្វជិតជាភិក្ខុសាមណេរបណ្ណរឹកពីចរិយាមេយាទអីមិនមែនអ្នកបួសសោះណាដូចអ្នកលេងនេះសប្តាហ៍នេះវាសមអាគ្រឿងបច្ចេកវិទ្យាគឺវាទំនើបផងទៅគឺវាអានឹងវាអូសទាញទៅផងបាត់អត់មានសង្វរៈអត់មានអីត្រឹមត្រូវល្អទេណាបាត់បង់ទៅវិន័យអានឹងថោកឯណាបងថោកទៀតឯណាសប្តាហ៍ក្រហើខ្លាំងដែលមិនសូវយល់ក្នុងពុទ្ធសាសនាគេឃើញយើងអាឡែជីអត់អិតខ្មាស់នោះឃើញដើរតាមផ្លូវតាមស្រុកតាមភូមិវាឃើញហ្នឹងគេអត់ជ្រះថ្លាឈប់តំជឿសាសនាហ្នឹងទេផងដោយសារតែពួកយើងអ្នកបួសនេះបើអត់ធ្វើអត់វិន័យធ្វើឲ្យអ្នកដែលមិនទាន់ជ្រះថ្លានោះក៏អត់ជ្រះថ្លាសាសនាឬអ្នកជ្រះថ្លាហើយតិចតួចមិនទាន់យល់ជ្រៅក៏លែងឈប់ជឿឈប់ជ្រះថ្លានេះចានេះចំណាសំប្រកេនចាដោយថាគេថាដើរទៅបិណ្ឌបាតតែទៅបិណ្ឌបាតគេដាក់បាយហើយមានសំបិណ្ឌបាតជាប្រាក់ជាបច្ច័យស្អីគេពេញទឹកពេញដីទៀតខ្លះថាអាត្មាទទួលភារៈទទួលចង្ហាន់ព្រះសង្ឃរាប់រងទៅមកតុកប្រមាណបិណ្ឌបាតបាយហើយបិណ្ឌបាតប្រាក់ទៀតយូរក៏សក់អត់ហ៊ានមកដាក់បាតទេព្រោះគ្នាវក្រមិនសូវមានបងទៅសុំអត់ហ៊ានមកដាក់បាតនឹងបើធ្វើឲ្យបាត់បង់សាសនាព្រះអង្គទៅអរិយក្លាបិណ្ឌបាតតែខ្វះសភៅឧបករណ៍សិក្សាអីស្អីអីចឹងបិណ្ឌបាតប្រាក់គេប្រមាណអីដូចក្នុងវិន័យណាព្រះអង្គទៅបិណ្ឌបាតអត់មានសុំអីគេបានទេបានតែបាយទេទៅអត់មាននិយាយអីទេយើងស្ពាយបាតទៅគេដាក់គេដឹងតែយើងទៅរកបាយគេយកបាយមកដាក់ឲ្យណាយើងអត់សុំអីគេបានទេគេឲ្យអីយកនោះឲ្យតែរបស់ណាដែលបរិភោគកើតហ្នឹងគេឲ្យអីយកនោះពេលដល់គេដាក់បាតយើងទៅសុំថែមទៀតវាខុសវិន័យយើងទៅសុំគេបានទេគេឲ្យអីយកនោះ
แต่ตรงอนุญาตเอาซ่อมเกเจงชมวบานลูตราแต่จวนนั้นเราจะเงียบบ่เป็นเยอะซ่อมบานเจงชมวหรือก็โยมได้เก็บประวัตินาเยิงถ้าลูกมาจากตระกาคว้าขาดปรับชำกันนาชำนาญนึงตุ่มนุกดำร้องเนื้อไปใจได้คว้าขาดอันนี้มันยังซ่อมกี่บานยังหรือบางมันเม่นจะสักเงียบหรือบ่เยิงมันเม่นโยมประวัตินาขนมเป็ดได้เยิงเมียนอเป็ดไอ้ซ่อมบานอันนี้น่าก็ซ่อมบานได้เยอะแต่เป็นบานซ่อมแต่โยมอาตมาก็จะเงือเป็ดฉันจังหันบ้านเตจังบ้านฉันบอกบ่เป็นบ้านบอกว่าบ้านนั่นน่ะนะอนุญาตแต่เป็นเมียนอเป็ดสมบัติแม่นตั้งเปชูไปเจกันนะแต่เปกันนายังเมียนอเป็ดมันแม่นจะเงียบแม่นเนี่ยเพราะว่านาก็สมเจงชมบ้านนะถ้าเป็นบ้านไตรนี้ไตรจะอาตมาชิเวียนอเป็ดชันไตรสระไอ้เรื่องบ้านจะบ้านไตรนี้ไตรจะเจงชมสมบัติอันนั้นวินัยอย่าบอกน่ายังเตาเป็นบาดเจ็บแต่ซ่อมกีเป็นหน้าเป็นไหนเพื่อเอาเกลอเนี่ยได้มันเตือนเฉลี่ยตรากันแล้วมันเฉลี่ยตราเนี่ยได้เฉลี่ยตราใต้ตุ้ยไอ้ก็กันแต่ทออยู่ที่ทางคลักเนี่ยมันเห็นหมดดาบาดเนี่ยว่ากรอบไปลูกเป็นบาดในโนยแต่ว่าไอ้เมียนไปเกลโลเคยรู้อันนี้เชื่อกันนะซ่อมปฏิกระป๋องกันเนาะก้มกันนะอันนั้นโจกน้องเท่าเทียบไอ้ที่ออสเตรียนั้นพระพุทธศาสนาดิอันนั้นชาวนาตู้และถ้าซ่อมก็ไอ้พวกอังเต่าซ่อมเกแต่เจงชั่วได้ยอตะบายยอจังหันมาบานบายยอจังหันอดกรอได้กิจตรานะโดยเตียนนะแต่เราตัวซ่อมในสนองมันเนื้อละอันนี้เธอบอลในจิตเตนั่นเองจ้ะเรื่องไม่ย่างตีตัวเป็นบ้านที่โบราณมันกิสเปียบ้านนองใจบ่อที่สเปียบ้านนองใจบ่อแต่เราเคยได้กรุบสระกรุบพุ่มที่สเปียบ้านเราใจบ่อสเปียไปเลยใจบ่อเดียดเมื่อกระเมินนะเมินนะเมื่อกระเมินเป็นภาษาเชียกรุบปะอังในเมืองทับสเปียบ้านเราใจบ่อแม้อาการจะมาลังซ่อมไอ้เช่นลบประมาทใจซอยสเปียขนองใจบ่ออันนี้จะมามันดึงทัตตีในเมียนหรืออันนั้นได้บ้านนึงการไอ้ตูนเมียนปราบคือโตใบเชเมียนก็ได้เมียนได้ปราบไอ้ที่โบราณที่สเปียน้ำใจวอแต่น่าบอกก็สังเกตสเปียยาปีกระเอามือว่ากระมือเติบในอันนั้นจะเรียกกันหนักมวยสาบานได้บอกอันนั้นจะเรียกกันหนักได้เป็นอัตไลทโนสอนนั่งนั่นยัยปีกาเป็นเดบานบริษัททั้งไงบาสันดาตัวรีนไอ้เนี่ยดาปันดาตันรีบคะแนนเชียวงอันนั้นก็เอาตำไรได้บอกคลักดาหันใหญ่ตูรศัพท์ปันดาเตียนกันดาเท่าเตียประสาทกันน้ำเงยเตียนดาปันดาใหญ่บางกันตูรศัพท์ใหญ่ดาไอ้ดาตั้งแห่คะแนนอันเต้นนะบอกขนมวีนัยดาบานหมักใส่บายเยินตัวเรียนดาบุญรำอังหมักใส่ปันดอยนะกรมตัวดากิสมาคะแนนนั่งเวออกวินัยอัดอ้อยเถื่อนเองวินัยลูกปราบตะบยังดาใส่ไว้ลูกอ้อยดาอ้อยเครียดกันนี่อย่างนั้นสมานตากระเฮือกที่ตรากาเป็นเตือนนี่ดากัดชูยังเติมจังบานวินัยปราบยังไปยังดาจิตกันนี่ไปเป็นสเตียกิจลองเตาอัดบ้านไปยืนตำนากีน้ำบานแน่ร้อยดาอ้อยเครียดอีกนี่ละมอมประสะอากระเกมียกาเป็นเตือนดากัดชูยังเติมจังบานนั่นลูกปราบปฏิกิริยาเวลาพระองค์อัดดาหมักซาเล่นต่อดาสันตินเนี่ยปูนพรำองปิ้งแบบเป็นแบบเราปิ้งสานั่งเท่าที่จะไปอัดแม่มินในเนี่ยนะยังไม่ได้ซ้ำตูนจังปัญหาบาปีมุ่นไม่พระองค์มันบานยอดดังมันประทานบานเฉียบเต้ปันเชียมกันนะบานเป็นยอดหลายซ้ำอ้อยกันโยกดำไปอ้อยประสังนวัดชมพูวันยังหนึ่งไตรธโนบ้านไตรธโนบ่อเลยซ้ำแต่กิจจำนองนั่งดาวตัวเป็นบาทได้แต่หน้านายเคยถ้าเคยมาปลายเจ้าเกศสาถ้าประสังวัดจมพูวันลูกเมียนดีในแทรมเต้าซ้ำไปในม่อนดากับลูกดาปันดาแต่มือใส่เนี่ยไอ้อันเต้กันนาเคยแต่นาก็ดากิสมาเนี่ยต่างหากเนี่ยพูนปรำดาใหญ่เนี่ยดาใหญ่นั่นก็บานดาตัดสนัดสนิมแต่
ទៅដល់ទីដល់សំនិយាយនេះក្នុងវាបើនិយាយពីវិន័យនេះវាជាងអៀនប្រពុតលោកសំដែងសួរថាម៉េចបានប្រពុតលោកសំដែងឲ្យហាម5នោះដើម្បីឲ្យវាមានតម្លៃថ្លៃថ្នូរចំពោះអ្នកបួសមែនទេដល់ធ្វើចាំមានតម្លៃនៅខាងក្រៅគេក៏លេខឃើញដល់អស់លោកមានធ្វើមានវិន័យណានេះចឹងហើយសប្តាហ៍ថ្ងៃនេះតើបិណ្ឌបាតឃើញពាក្យស្បែកជើងពាក្យស្បែកជើងនៅវិន័យអត់ទេណាបងទៅយើងទៅបិណ្ឌបាតអត់មានឲ្យពាក្យស្បែកជើងទេតែឃើញពាក្យស្បែកជើងក្នុងដូចគ្នានឹងថាម៉េចបោទៅទាំងផែនដីចឹងព្រោះអត់ដែលមានអាណាដាស់តឿនក្រានរំលឹកទូលមានអីទៅលសោះដល់ខ្ញុំកណានិយាយទៅអានោះម្នាក់ឯងវាប្រឆាំងនឹងគេហើយណាទោះបីលើកវិន័យមកនិយាយក៏នៅតែគេមិនចូលចិត្តអានេះបើថាគួរថាព្រះអង្គទៅបិណ្ឌមិនគួរថាកុំឲ្យពាក្យស្បែកជើងឲ្យក៏បានដែរចិត្តយើងនឹងទេកណាអានេះមួយដែរណាវិន័យដែលកណាសំដែងនេះសំដែងប្រាប់តែកណាដែលវាមើលទៅឆ្កឹមឆ្កងពេកទេកណាកុំឲ្យប្រសក់គេលើកទោសយើងខ្លាំងពេកយើងវាអស់តម្លៃប្របាត់បង់ព្រះវិន័យហើយអស់តម្លៃហើយកណារួចមួយយ៉ាងទៀតដែលយើងធ្វើផាត់តានេះបរិភោគអាហារនេះក្នុងវិន័យបរិភោគអាហារនិយាយគ្នាត្រូវអាបត្តិណាពេលឆាន់និយាយត្រូវអាបត្តិព្រោះយើងសង្ហានិយាយគ្នាឲ្យក្រៅមិននឹងត្រូវអាបត្តិទុកគាត់ប្រមាណទៅមកពេលមួយឆាន់ហ្នឹងនេះវិន័យពេលកាលណាក្រហោះគេឃើញយើងបរិភោគផាត់ឃើញយើងនិយាយគ្នាក្រៅអត់មានតម្លៃអីទេអត់មានតម្លៃទេបើឃើញយើងពេលបរិភោគចាញ់យើងស្ងាត់ស្ងៀមទាំងអស់គ្នាទៅសក់គេជ្រះថ្លាណាគេជ្រះថ្លាតែលោកមានធម៌មានវិន័យមើលលោកឆានអត់មានពូលអត់មានចចាអីគ្នាទេនៅស្ងៀមទាំងអស់គ្នាអត់តែពេលដែលឆាន់រួចបានមានការនិយាយអីគ្នាបានដែរហើយក្នុងពេលយើងឆាន់ហ្នឹងបើមានកិច្ចការសំខាន់ពេកយើងសឹបគ្នាតែកិច្ចការដែលវាសំខាន់បើវាមិនសំខាន់ចាំឆាន់រួចយ៉ាងឬដែលនៅឯវត្តចាំកណាណាឡើងទៅឆាន់លើសាលាទៅតែមួយខ្សែទេណាចូលទៅក្នុងសាលាឆាន់ទៅមួយខ្សែទេមិនមែនទៅប្រព្រឹត្តមកពេលចេញចូលអីទៅអត់បនទានអីក៏ដែរគេកោះរគាំងលើកទី1រគាំងលើកទី2រគាំងលើកទី1យើងត្រៀមខ្លួនដល់រគាំងទី2យើងត្រូវឡើងទៅសាលាគឺគេឡើងមកខ្សែហ្នឹងដល់អញ្ចឹងបរិស័ទឃើញគេជ្រះថ្លាដល់លោកមានធម៌មានវិន័យឲ្យល្អអញ្ចឹងអើយដល់លោកឆាន់រួចក្រោកមកមកខ្សែដើរចេញតាមលំដាប់មិនចេញទេគូលេក្រោលទេណាអានេះយ៉ាងណាប្រាប់ហើយក្នុងវត្តចម្ពោះវត្តនឹងយ៉ាងម៉េចទេតែបើសិនអាចធ្វើបានអត់ធ្វើទៅបើមានតម្លៃគេទៅសើគេឃើញរបៀបរៀបរយល្អនៅឡើងទៅឆាន់មកខ្សែឆាន់រួចចុះមកវិញមកខ្សែរួចនិយាយពីកំពុងឆាន់ទៀតកំពុងឆាន់ទៀតយើងឆាន់រួចមុនគេក្រោកមកមុនគេត្រូវអាបត្តិណាហ្នឹងចាបើយើងមានករណីដែលចាំបាច់ណាសូមអនុញ្ញាតព្រះធេរៈតែខ្ញុំករណាមានកិច្ចការចាំបាច់សូមព្រះអង្គទ្រង់អនុញ្ញាតក្រោកទៅមុនគេអញ្ចឹងសូមលោកបន្តអនុបើតែយើងក្រោកពីនេះត្រូវអាបត្តិព្រោះហ្នឹងវាត្រូវធ្វើអីឲ្យព្រមគ្នាបើនិយាយពីវិន័យតែខ្ញុំណានិយាយច្រើននេះនៅបានទេចេញសារនេះសឹកហើយមិននិយាយបំភ័យឲ្យសឹកទេនិយាយឲ្យមានរបៀបរកឲ្យមានតម្លៃខ្លួនយើងណាដល់បានទេគាត់រៀបរាប់បន្តិចឲ្យស្ដាប់ទេតាមពិតទៅវិន័យនេះធ្វើឲ្យបរិស័ទគេជ្រះថ្លាញ៉ាំងអ្នកដទៃគេជ្រះថ្លាអ្នកដែលមិនទាន់ជ្រះថ្លាគេជ្រះថ្លាអ្នកដែលជ្រះថ្លាកាន់តែជ្រះថ្លាខ្លាំងទៅទៀតព្រះអង្គដឹងឲ្យជីវិតរបស់លោកសង្ឃយើងហ្នឹងបច្ច័យ4បានពីក្រហោះតែទាំងអស់ហ្នឹងឯងវត្ថុ4យ៉ាងហ្នឹង
ស្បង់ចៃវរអាហារបិណ្ឌបាតទីសេនាសនៈឲ្យនឹងគេលៀនភេសជ្ជៈគ្រឿងទីពឹងហើយវត្ថុ4យ៉ាងនេះទៀតអ្នកកាន់ពុទ្ធសាសនាអត់យល់ឬតែបច្ច័យ4ស្មានតែត្រូវការតែប្រសង់ទេហើយខ្លួនឯងនេះប្រគិនបច្ច័យ4ដល់ប្រសង់ត្រូវការប្រើប្រាស់ដែរអត់ដឹងទេអត់បានទេពុទ្ធលោកថាបច្ច័យ4ហ្នឹងបច្ច័យជាហេតុធ្វើឲ្យសេចក្តីអន្តរាយហ្នឹងបាត់បង់សេចក្តីចម្រើនកើតដល់បច្ច័យ4ហេតុហ្នឹងហើយជាបើមើលប្រសក់អត់ខោអាវស្រីធ្វើម៉េចបានណាដល់ណាដល់ស្រាប់តទីណាប៉ុន្តែឲ្យលឺបច្ច័យ4ថាតែលោកសង្ឃណាខ្លួនឯងអត់ដឹងដែរអាហ្នឹងវាមិនយល់ចឹងរួចអាហារបិណ្ឌបាតបាយសម្លអត់បានណាវិធីសេនាសនៈហ្នឹងផ្ទះសំបែងហ្នឹងអត់បានឲ្យឈឺឆ្នាំជាបារោគអត់បានពុទ្ធលោកថាបច្ច័យ4ហ្នឹងឲ្យតែមនុស្សលើផែនដីត្រូវការទាំងអស់គ្មាននរណាមួយជិះរួយទេមិនមែនសម្រាប់តែបព្វជិតមិនមែនសម្រាប់តែអ្នកកាន់ពុទ្ធសាសនាតែយើងអត់យល់ដល់នេះចាំបាច់សម្រាប់មនុស្សត្រូវការព្រះអង្គមើលជាតិណាដែលដល់ស្រាតកិរិសនីបំពាក់បែបយ៉ាងវាខុសគ្នាថាម៉ូដវាខុសគ្នាប៉ុណ្ណឹងទេតែជាគ្រឿងបិទបាំងរាងកាយពេលមកហូបអាហារព្រះអង្គមើលជាតិណាមួយដែលមិនបរិភោគមកហូបអាហារប្រកិនអាហារវាខុសគ្នាទៅអាស៊ីយើងបរិភោគបាយទៅពួកអឺរ៉ុបបារាំងបរិភោគនំប៉័ងទៅមើលណាអាហារដូចតែគ្នាហើយទៅខាងផ្លេសអីផ្លេសតាគេបរិភោគឲ្យភីហ្សាទៅភីហ្សាមកហូបអ៊ីតាលីអាហារដូចតែគ្នានោះមានស៊ីបាយនោះស៊ីភីហ្សាហ្នឹងឯងមកហូបគេផ្សំស្រាច់ហ្នឹងតែអញ្ចឹងហើយដូចចិននោះគេទាវទៅមីទៅខ្លះគេបរិភោគបាយទៅវាគេឆ្លាស់គ្នាបាត់ណាគេធ្វើទៅគេទាវបរិភោគគេទាវទៅអត់មានបាយអីទៀតទេមកហូបខុសអាហារដូចតែគ្នាធ្វើឲ្យជីវិតរស់នៅអរិផ្ទះសំបែងព្រះអង្គឲ្យគេមើលជាតិណាមួយដេកកណ្ដាលវាស្រាប់តែមានផ្ទះសំបែងក៏ម៉ូដផ្ទះវាខុសគ្នាប៉ុណ្ណឹងឯងផ្ទះដូចតែគ្នាអរិពេលឈឺណាស់ដេកឲ្យជារត់រឆ្នាំដូចតែគ្នានេះពុទ្ធថារបស់4យ៉ាងនេះតម្រូវការសម្រាប់មនុស្សនៅលើសកលលោកនេះបានថាពាក្យរបស់ពុទ្ធលោកសំដែងអីគឺមិនចេះសាបសូន្យទេលោកសំដែងថាសច្ចੰវេអមតាវាចាថាពុទ្ធសាសនាពាក្យពុទ្ធសាសនាជាពាក្យពិតពាក្យនោះវាពិតប្រកបណាសតញ្ចធម្មោនជារងឧបេទេធ្វើរបស់សពរស់គឺពុទ្ធសាសនាតាំងនៅលើលោកនេះជានិច្ចមានជីវិតរស់នៅលើលោកនេះណាមានជីវិតរស់នៅលោកហើយចេះតែថ្មីទិនសម័យជានិច្ចទៀតព្រោះមកពលលោកសំដែងមកជាង 2000 ឆ្នាំហើយដូចជាជីវិតមនុស្សត្រូវការអាស្រ័យពីពឹងវត្ថុ4យ៉ាងនេះមកមានសាបរលាបទៅណានៅថឹកថេនៅលើពិភពលោកនេះអាចជានិច្ចនឹងឯងអត់ចេះសាបសូន្យទៅណាទេនេះសូមព្រះអង្គជ្រាបចឹងហើយដូចជាអាយុនៅពួកអឺរ៉ុបគេថាមនុស្សអាយុ8ដល់10ទាំងស្រីទាំងប្រុសមានសិទ្ធិសេរីភាពគ្រប់គ្រាន់ហើយចង់ធ្វើអីក៏បានម៉ែឪហាម5អត់បានទេឃើញទេមនុស្សស្រីចង់ទៅនាំមនុស្សប្រុសមកដេកលើផ្ទះម៉ែឪឃើញអត់មានថាអីទេកូនប្រុសទៅនាំស្រីមកដេកលើផ្ទះម៉ែឪដឹងអត់មានថាអីទេសិទ្ធិគ្រប់គ្រាន់តែសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធអាយុ20អឺរ៉ុបគេថា18អាយុ20បានពេញជាបុរសបានយើងពុទ្ធសាសនាព្រះអង្គមកអាយុ20បានឧបសម្បទាជាភិក្ខុបានតែនៅក្រោម20គឺគេចាត់ជាក្មេងនៅជាសាមណេរឥឡូវព្រះអង្គត្រេះរីមក18ដល់20ណាដឹងក្តីជាងណាព្រះអង្គគិតមើលមកអាយុ18 20ណាដឹងក្តីជាងតាម20ហើយដឹងហ្នឹងតែបានទេ20ដឹងណាព្រះអង្គបញ្ញត្តិមក20បានពេញវ័យចាហើយរឿងមួយទៀតនិយាយទៅនេះបន្តិចទៅនោះបន្តិចក៏ឲ្យស្ដាប់និយាយពីមេធនធម្មការរួមសង្វាស
គេធម្មរៈកិការរួមសង្វាសស្រីនិងប្រុសដែលត្រឹមត្រូវតាមធម៌គឺប្តីប្រពន្ធស្រីនិងប្រុសដែលរៀបមង្គលវិហត្រឹមត្រូវរួមសង្វាសគ្នាគេថាធម្មរៈកិប្រព្រឹត្តទៅតាមធម៌ទី2អធម្មរៈកិការរួមសង្វាសមិនត្រឹមត្រូវតាមធម៌ទេគឺឲ្យយកកូនយកម៉ែស្អីណានឹងអធម្មរៈកិប្រពុតលោកបដិសេធហើយទី3មិច្ឆាធម្មៈមិច្ឆាធម្មៈនេះអាប្រុសស្រឡាញ់ប្រុសស្រីស្រឡាញ់ស្រីទៅថាមិច្ឆាធម្មៈអធម្មរៈកិនិងមិច្ឆាធម្មៈប្រពុតលោកហាមបដិសេធមិនទទួលស្គាល់បានតែមិច្ឆាធម្មៈទេប្តីប្រពន្ធពីរហ្នឹងអត់បានដែរសប្តាហ៍ថ្ងៃមានប្រទេសខ្លះគេធ្វើច្បាប់ទៅថាគេបានគេអនុញ្ញាតទៅថាមនុស្សដូចតែគ្នាគេពេញចិត្តហ្នឹងក៏ឲ្យគេចេះថាប្រុសស្រឡាញ់ប្រុសស្រីស្រឡាញ់ស្រីហើយខ្ញុំណាបានដឹងច្បាប់ពុទ្ធតែបានរកចូលដៃជាមួយតែបើចូលដៃជាមួយអ្នកឯងអត់បដិបត្តិតាមពុទ្ធទេពុទ្ធលោកថាអធម្មរៈកិនិងមិច្ឆាធម្មៈនេះបើឲ្យកើតមានយូរទៅសង្គមមនុស្សទៅដេរឆានទាំងអស់ពេលលោកយល់អញ្ចឹងមកលោកហាមហើយមើលឥឡូវឲ្យតាមតែពុទ្ធលោកហាមខុសក៏ត្រូវប៉ុន្តែវាទំនើក្នុងពិភពលោកឲ្យប្រទេសខ្លះហ្នឹងអាស្រីស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសតែនៅរដ្ឋាភិបាលគេធ្វើច្បាប់ឲ្យបើខ្ញុំណាប្រាប់អត់ទេបើទៅប្រជុំគេមិនបានចូលដៃទេតែចូលដៃក៏បានន័យថាប្រឆាំងនឹងពុទ្ធដែរអញ្ចឹងអត់ដែរការពាររបស់ពុទ្ធយើងគិតមើលទៅវាត្រូវអញ្ចឹងមែនព្រោះថាឲ្យតែធ្វើទៅយូរទៅមនុស្សវិជាកើតយ៉ាងឡើងទៅដេរឆានទាំងអស់អត់លេងស្គាល់ខុសក៏ត្រូវអីហើយមកលោកសំដែងនេះបានថាអត្ថាពាក្យរបស់ពុទ្ធហ្នឹងជាសប្បុរសធម៌ហ្នឹងឃើញទេមិនចេះចាស់ក្រឹមគ្រាទេចេះតែមានជីវិតរស់នៅលើលោកហើយចេះតែថ្មីទាន់សម័យជានិច្ចអត់ចេះចាស់ទេធ្វើរបស់ពុទ្ធហ្នឹងព្រះអង្គលោកសំដែងកន្លែងណាកែអត់បានទេណាទៅប្រជិតមិនសម្រាប់ទៅអ្នកកាន់ពុទ្ធសាសនាទេសាបានទេហ៎នេះនិយាយពីរបស់4យ៉ាងបច្ច័យ4ណាបច្ច័យ4នេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទើបតែអ្នកដែលមានបញ្ញាបានរកបច្ច័យ4នឹងប្រើបានគ្រប់គ្រាន់បរិបូរណ៍ធ្វើឲ្យជីវិតរបស់ខ្លួននឹងមានសុភមង្គលសិរីសួស្តីនៅហេតុរបស់វាគឺបញ្ញាដែរព្រះអង្គមើលក្រស្រកចម្ពោះវណ្ណមិនមានមនុស្សមានអ្នកមានខ្លាំងមានអ្នកមានបន្ទាប់ដាក់ដូចកម្មចន្ទដល់ឡាក្រខ្សត់បត់នោះអាកម្មក្រមបំផុតដូចកម្មចន្ទយើងសិក្សាមើលទៅតាមមនុស្សហ្នឹងវាមានទ្រព្យសម្បត្តិស្ដុកស្ដំច្រើនប្រើប្រាស់វាមិនអស់សល់ហើយនឹងអ្នកដែលខ្វះទ្រព្យសម្បត្តិហ្នឹងរកចិញ្ចឹមតែជីវិតខ្លួនក៏មិនរស់ឃើញទេចិញ្ចឹមជីវិតខ្លួនផងចិញ្ចឹមប្រពន្ធកូនផងខ្វះខាតទាំងអស់នៅតែរកព្រឹកខ្វះល្ងាចបានកាលណាខ្វះស្អែកបានស្អែកខ្វះខានស្អែកអានឹងមកពីអីអានោះមានហេតុវាគេអ្នកមានទ្រព្យសម្បត្តិច្រើនគឺគេមានបញ្ញាហ្នឹងឯងព្រោះតែអ្នកល្ងងហើយគឺរកមិនបានគ្រប់គ្រាន់ទេតែបានទេអានេះហេតុវាបានពុទ្ធសាសនាពុទ្ធលោកឲ្យយើងសន្សំបញ្ញាហើយបញ្ញាកើតដល់យើងដឹងហើយអសុជិពុលិណាបានដោយការទន្ទិញការស្ដាប់ការត្រេះរិះពិចារណាក៏ត្រាសង្កល់ទៅបញ្ញាយើងមានដូចពូជមនុស្សណាព្រះអង្គកើតមកមានបញ្ញាគ្រប់គ្នាស្រេចតែបញ្ញារបស់មនុស្សអាចរីកចម្រើនបានតែសិក្សារៀនសូត្រនោះសាលាហ្នឹងហើយជាឃ្លាំងបញ្ញាហ្នឹងយើងខាងសាសនាមានពុទ្ធិកសិក្សាហើយខាងផ្លូវរដ្ឋគឺសាលាដែលរដ្ឋគេបង្កើតហ្នឹងរៀនវិជ្ជាផ្លូវលោកហ្នឹងចឹងព្រះអង្គលោកថាឲ្យយើងសំបញ្ញា
เปียถ้าได้พระองค์เอายังสัมปัญญาพระองค์เมื่อปีพบโลกรัฐาภิบาลประเทศนาก็เคยสันล่าเอาไปเชี่ยวประเกศได้ก็แน่นำไปเอาจำรานปัญญาตอนนั้นเนี่ยทับเธอระบาพุทธศาสนานั่งเชี่ยเธอระบาสับบรอน้องมันจะกรรมเครียดจะตั้งเราเลิกโลกจะไม่เต้นสมัยจะไหนเอามาประเทศนาก็จะเรียนได้นั่งพุทธิกาบอกพุทธเอายังสัมปัญญาแต่ได้ยังเนี่ยการพุทธศาสนาซ้ำเสาเยอะพระอัดรีนอะไรแต่นี่แต่จังมอไปเยอะบ้านศึกษาเรียนโสดบ้านเนี่ยเด็กสักซอยปัญญาคือละง่วงนังหายพระองค์ก็ได้กาเชี่ยมโนให้ลูกใบใจเชี่ยบุญเด็ดนะดังไงมนุษย์กรรมตีมวยคือมนุษย์เทวดามนุษย์เฉียดกับนาจะนกประเมียนเซลกรุบเสร็จมโนมันบีดเบียนปาเปิดสกได้ซอกเนี่ยเราเตยตีปีมโนสาวคือมโนเชี่ยมโนปาเปรตมโนตามสมานมโนตีใบคือมโนแปรมโนแปรปูแปรก็ได้ขนมของปีเย่แต่อันอาหารบริโภคการนาดาวแต่ชิวคนนี้ก็ป่าให้ปะหูเนี่ยโยสันมาบริโภคนั่งกาดคู่คือปูสเตียวปูตำนึงเราก็ต้องสระก็ต้องพุ่มสระพุ่มนาเมียนปูนั่งเนี่ยสระกิพิระอาเดมันโลเตะแล้วว่าชัวร์ว่าปะแก่คนนี้ปูแปรตีบุญคือมโนเดรชานโนเดรชานพอเอามือโกกระใบเนี่ยเมียนดังไอละง่วงจังอัดเมียนกายแต่พอละง่วงโรซี่มันกรบมอพี่บอกอัดไปเชียนะโกกระใบเมียนปัญญาไอ้บอกอันเกิดมามันโนตีบุญคือมโนละง่วงอัดปัญญาอันนี้เราปนลกใบใจไอ้ยังที่มือนางจังโดยสำหรับเนี่ยละง่วงอัดปัญญาให้ชีวิตหนังบ้านเศร้าเต้กันนะบ้านถ้าชีวิตมอมโนแต่บ้านศกบ้านสูสได้สไรมันก็คือเมาปีปัญญานั่นไงพอปนโลสำแดงท่านเนี่ยได้เมียนปัญญาสมใบเมียนสมใบมันเมียนเตรียบซอกกรอนาบานได้ในปนเอกาว่าปนโลปรับพระองค์เป็นเน็ตเมื่อเกณฑ์เนี่ยเมียนปัญญามันเมียนเตรียบซอกก็ย่อปัญญาตัวดอกตัวโลลึกได้แต่บ้านเตรียบเมาก็ได้โดยซาปัญญานั่นไงวันนี้แดนมันเมียนปัญญาแต่สมใบมันเมียนเตรียบสมใบเมียนเตรียบก็รอนำบานเนาะไม่เอาเมียนเตรียบสมบัติตุกเอาไปคลูนโกนหลังง่วงคราวอัดเมียนปัญญาไอ้ซอไม่เอาเงือบเต๋อเมียนดังเธอเองก็ไม่เอาก็รอนเอาก็ดำใบอ้อยบอดพวกเธอเตี้ยอ้อยเน่าอ้อยอาศัยน้องเกิดเอาเราก็สลับบัตรเอาคลูนไอ้ไงเราไอ้บานสี่เป็นนั่นโลเกโลได้สลายยอมมาติงบายสี่จะออกเชิงการพอเป็นเปอร์เปียเลียแต่เตี้ยสลายสลาเริ่มชิงโลตรับสบัดใจออกเชิงการจันบอกกี่เตี้ยโปรยเยอะละงองไอ้ใช่กรธนาทอมนั่นละงองอะวิเชียนั่นเนาะพอเราเอายังปมบัติเจงเนี่ยอะวิเชียนะแต่อะวิเชียเมียนเราเลยเยอะชีวิตอัดปานสาวเทรองตบหายเอาสดับปานเนี่ยดันเย็นยังที่พุทธศาสนาเลยโยมมาเทียบเราโลกแค่พระพุทธเราสำได้จริงๆถ้าบุคคลได้ทราบซ้อนจะปัญญาดอกประสาทอย่างชีวิตได้รอดเน่านั่งประกอบได้สิ่งได้ตุกได้สิ่งได้สักสู้ได้สิ่งได้นั่งหนักสับแบบสับอย่างชีวิตน้องเวียเศร้าเพราะไอ้เพราะเราประตูบนยางเปล่ามันกรุบหน่อยไม่ได้เรามันเจมเมื่อครวนเพราะเจมประปวนเพราะโกนไปมาตำบ่อตีดนะเราเอาซีมันกรุบไปมองอาหารประตูเชียบานมองก็แบบเนี่ยไอ้ประนัดชันติสาครีมกรอกเต้าอย่างพระชีวิตเราเวียเศร้าสังเรงอัดเมียสบายรีเรเตไอ้เราทำบุคคลเราสลับเต้าทะเลต่อกันหน้าใบยาพุ่มตีดนี่นะโตนี่สิกได้ละงองอาจจะร้อนเน่าเจมันโนกำบานเศร้าสลับอาหารมันรุ่ยกระลุนตีดสลับทำน้ำไม่บานกรอตัวเมียโตเจ้าอังยอนแล้วถ้ามันเนื้อตะกรอลุยเจ๊ก็ลุยตรับเลยนะเบาพระเจ๊ก็เบาสำหรับสัตว์โยมันเช่นชีวิตก็สำหรับไอ้เนี่ยสัตว์ตำเปิดไปเจริญเชิงการโยการสำหรับชีวิตกินงเมาเชียอาชีพกรรมตีดสำหรับมันสำหรับเตียจรูโกกับใบยมมาลวดเตียสเต็มเปิดเตจเรตเพราะอำเภอเตจเรตบาปกรรมเนี่ย
ស្លាប់ហើយមិនរួចខ្លួនទៀតនេះទោសនៃសេចក្តីល្ងងតាមបានទេហ៎ទោសនៃសេចក្តីល្ងងនេះព្រះពុទ្ធលោកប្រាប់បើអញ្ចឹងយើងទាំងអស់គ្នាជាសមណៈនេះគឺមកបួសនេះគឺលុបបំបត្តិនៅសេចក្តីល្ងងសាបានទេហើយបុរាណពីដើមដូនតាយើងលោកមិនហៅវត្តទេពីសម័យអង្គរឲ្យមកហៅក្តីឃើញយាយតាមកពីវត្តសួរយាយអើយអញ្ជើញមកវេលាតាមិនអូខ្ញុំមកពីក្តីចាយាយតាអើយអញ្ជើញទៅណាថាទៅក្តីអត់មានវត្តទេក្តីមិនក្តីកើតរឿងកើតរ៉ាវគឺក្តីគឺដឹងកិច្ចការបញ្ញាហ្នឹងដែលឆ្លោះដឹងទាំងអស់ដឹងក្តីយល់ខុសត្រូវអីទាំងអស់ក្តីបានន័យតែពីដើមហ្នឹងគឺព្រះសង្ឃហ្នឹងគឺជាអ្នកដឹងក្តីគ្រប់តែងទូលមានព្រានបដៅបរិស័ទឲ្យដឹងក្តីគ្រប់ហ្នឹងមកបញ្ញាហ្នឹងឲ្យយល់ដឹងខុសត្រូវអីទាំងអស់អញ្ចឹងហើយសុំកុំត្រាំសឹកទៅវិញតាមបានទេនិយាយនេះនិយាយដើម្បីស្ទះរៀបរៀងសឹកទៅវិញនេះសុំតស៊ូរៀនឲ្យបានដល់ត្រើយត្រាននៃវិជ្ជាព្រោះបច្ចុប្បន្ននេះទាំងផ្លូវលោកផ្លូវសាសនាវិជ្ជាគេមានកម្រិតគេវើនិយាយថាបរិញ្ញាបត្រអនុបណ្ឌិតវាវត្តណាចឹងបើយើងរៀនបានត្រឹមតែបរិញ្ញាបត្រយើងទៅធ្វើការឲ្យជាមួយគេណាអនុបណ្ឌិតគេត្រួតយើងនៅតែไปក្រោមគេណានៅតែក្រោមគេតែតស៊ូរៀនឲ្យបានដល់ត្រើយត្រាននៃវិជ្ជាគឺយកបណ្ឌិតឲ្យបានឲ្យស្មើគ្នាចាំបានបណ្ឌិតឲ្យសាក់ទៅកណាមិនខិតទេព្រោះនៅធ្វើសង្គ្រាមវត្តក៏វត្តបតែងផងនៅទៅធ្វើសង្គ្រាមណាបាន3 4បានធ្វើមិនឲ្យតែចេះស្អិនព្រះអង្គណាមានឧបនិស្ស័យបច្ច័យនៅជាព្រះសង្ឃក៏នៅទៅអង្គណាត្រូវលាសិក្ខាទៅយើងមានសមត្ថភាពទៅធ្វើកិច្ចការងារបម្រើប្រទេសបានដូចគេដែរឥឡូវផ្លូវលោកแล้วកូនគេរៀនបានសតបរិញ្ញាបត្រអនុបណ្ឌិតនៅសពពីក្រៅប្រទេសវិជ្ជាគេក្រៅប្រទេសខ្ពង់ខ្ពស់ជាងយើងណាបើទៅបែកគេខ្ពង់ខ្ពស់ក៏ដោយតែយើងបាននៅក្នុងស្រុកក៏ប្រកែប្រយើងរៀនវិជ្ជាពីរផ្លូវលោកនិងផ្លូវធម៌ពួកគេរៀនបានតែផ្លូវលោកទេផ្លូវធម៌អត់ចេះទេចាញ់យើងទៀតតែបានទេហ៎ព្រះអង្គតស៊ូរៀនឲ្យបានហើយតែរៀនដល់បានបណ្ឌិតក៏បញ្ញវន្តយើងជាបុគ្គលដែលមានបញ្ញាគ្រប់គ្រាន់ហើយប្រទេសជាតិត្រូវការប្រជាប្រដ្ឋដែលមានបញ្ញាតែគ្មានបញ្ញាដោយគោដូចកបីរដ្ឋាភិបាលអភិវឌ្ឍប្រទេសជាតិទៅអត់រួចទេណាបងអង្គទៅមិនរួចទេបើទិញកទៅចែកស៊ីនឹងហៅមកជុំក្រៅទិញសារ៉ុងទៅឲ្យមកបើឲ្យធ្វើការនាំធ្វើអីអត់ទៅរួចទេអានេះវិញតែមានបញ្ញាជាប្រធានបានយើងរៀនសូត្រទៅបច្ចេកទេសឲ្យជាពេទ្យជាកសិកម្មសេដ្ឋកម្មឲ្យទៅរៀនវាតែមានបញ្ញារៀនបានយើងកសាងប្រទេសជាតិបានប្រទេសជាតិបើប្រជាប្រដ្ឋល្ងងហើយរដ្ឋាភិបាលអត់ទៅរួចទេកសាងមិនក៏មិនរួចដែរនេះខ្ញុំណាប្រាប់ចាបានប្រទេសនានានៅលើសាកលលោកគេធ្វើសាលាឲ្យប្រជាប្រដ្ឋគេរៀនចេះដឹងដល់អញ្ចឹងទៅគេតែកសាងប្រទេសជាតិគេបានហ្នឹងដោយសារប្រជាប្រដ្ឋហើយយើងពាក្យយើងនិយាយថាប្រជាពលរដ្ឋប្រជាគឺរាជពលគឺពាក្យលក្ខគឺកម្លាំងប្រជាប្រដ្ឋជាកម្លាំងរបស់ប្រទេសតែលោកប្រាប់ស្រេចតាបើប្រជាប្រដ្ឋល្ងងក្លៅឯងមិនបាច់ទេមិនបាច់ទេសត្រូវបរទេសនឹងវាមកបញ្យល់បញ្ចុះបញ្ចូលទៅល្ងងខ្លាចគេយកទឹកដីប្រទេសជាតិបានគេឥឡូវហ្នឹងសៀមកំពុងតែមានមហិច្ឆតាលោភយកទឹកដីរបស់យើងណាទឹកដីរបស់យើងធំណាស់ព្រះអង្គវិសាលភាពណាស់កណារៀនពីក្មេងខាងលិចទល់នឹងទន្លេសាឡូអង់ប្រទេសភូមាបើលិចទល់ទន្លេសាឡូអង់ដល់ឥឡូវនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែតជិះឡាន148គីឡូ
chỉ duyên ha bị phai phai tao từ lê xa là ông chiang pi màu ông kết mơ mà thực đầy giờ vì vô bạch ông anh ấy ra xem nè ai chén to chén sáng ấy nằm trem phnom đằng rải bị phnom đằng rải tao sợ chén chỉ duyên ha chiang pi màu này thế đây về lệp vô thực đầy giờ và tay xem cái thực đầy giờ từng họ nơi đây về trong màu vô bằng hai tiền nè tại xã thực đầy dân miền chi chiết miền thuần thiên miềnประสาทไอเจียดามนั่งบาสันนะก็ได้เวียเตียนเตียโยซิมเรียบปัดมองสไลด์โซเปิลเตียเพราะซิมเรียบเมียนประสาทดักเปียกปิงบานซิมเรียบบ้านปัดมองเตียเสร็จแต่เกิดเวียดไอเจงปีประสาทปูเนี่ยเตียสิจอมองมาชนะประมาณได้บานไปจังบานนั่นนี่ก็น่าปราบจังในบาปองครบองละง่วงหายนู้นเวียมาโยตาบานเอาแต่เช็ดบานยังกาเปียบานสระบานได้ไหมนั่นก็น้ำเราอยู่ประมาณได้80 ผมเป็นเลยนะแต่ตอนเรามัดช่างหายแบ่งนับมาประมาณชั่วโมงที่ตอนประองนั่นได้เช่นเนี่ยแท้แต่ซาติกได้ประเทศเชียดบอกครูนตะวันนากดตัวใบจ้องมันจ้องไม่กับองจีอร่อยเต้ไม่ได้มนตรีเด็กกาจ้าแจ๊แต่ชาวตัวซอยเพราะนั้นเนี่ยดัดนำใจมดเมียนแต่ยังไม่เงาตำเปียงสนองเราใส่แต่มันดังครูนมันดังครูนบานเตรียมนะเรื่องได้เตรียมเนี่ยกันนะคือแหวงเราไปเชียร์นะเอากระกันบานกาเปียตึกใดบานสบานเนี่ยริบพุทธศาสนาโดยเนี่ยเบิ้ลเนี่ยบูรละงองคลาวนั่งไอ้ปมปลายศาสนาน่ะปมปลายศาสนาคือเนี่ยบูรละงองคลาวนั่งไอ้แต่จังยังศึกษาเรียนโซดเอาเช็ดดังหรือยังศาสนาละอ่อนนะพระองค์เช็ดจังเพลาโลกเพลาเถอะนะเพลาโลกกินยัยปีให้ปีพอเลยพุทธศาสนาลงยัยปีให้พอเลยเดือดร้อนกันเนี่ยปูเราปูอเมริกาตัวสกัดพุทธศาสนาแต่พระพุทธมหาตัวสนะไปตู้อะเกตัวสนะไปตู้แต่ขมายยังต้องอัดบ้านตัวสกัดเลยสอนอยู่ต้องโยพระพุทธมกรันดักบันสรันนำมาได้ป่ะอ่ะกาบันสรันนั้นมันเมียนซะเราขนมพระพุทธศาสนาปันนักขมายยังได้มันมาเรียนโซดพุทธศาสนาไปจำเนื้อแต่เลยกาบันสรันปังไงนะขณะยัยรีต้องปรับพระองค์ที่กาบันสรันมันเมียนซอกน้องพุทธศาสนาอันนึงเมียนศาสนาเปรียมศาสนาคริสเตียนมุสลิมได้บันสรันนะพุทธศาสนาอันเมียนเตพระองค์สำแดงเธอปรับเพราะอนาตเบนิกะแสไทยถ้ามันเนี่ยถ้าหับได้อายุนังโมยเปลือสมบัตินังปีสิกระไดซอกนังใบยอสะนังโบนทานสูนังปรำเมตบานได้กาบอนสรันเตกาปะไดน้องปราชบัตน้องปราชบัตท่านนังเมตบานได้กาบอนสรันเตอายุเว้นเพราะยังมันสำหรับสัตว์อันนั้นกรรมยังเชียบศาสนาได้บุคคลชื่อกรรมนังพอระบกรรมชื่อถาวเปิลอก็เจงจะไปครูนยืมถ้ายังมีอายุเว้นมองไปยังมันสำหรับสัตว์จะไปยังเราสิสำหรับสัตว์ตัวบุ้งสู้บันสรันนะเธอยังอายุเว้นมานะบอกยังเมียนเปื่อสมบัติละเพราะยังมันสันซ้ำตู้สะนองจราญแต่เมียนกำลังตู้สะจราญก็เจนาก็เปื่อสมบัติละกระเนี่ยนาเกมือเคยก็เวกเมียนสักแปดไตไอ้สลันสนัยได้เปื่อสมบัติละกระปัจจุบันสังเกตเมียนเล่ยมมาเรียบช่วยพอเรียบก็ไม่ได้ช่วยมันรวยกิจอกมาลมอทอมเจียดนะนั่นจ้ะเฮ้ยเนี่ยในบ้านสักได้เศร้าขนมปัจจุบันนี้ประยังเมียเซลยังบ้านบีดดินเอาสักได้ตกเราชีวิตจมเป็นครูนี้ยังบ้านสักได้เศร้ารวยโยสะยังเมียนโยเมียนสะประยังมันจะแน่นนังตะโกนเอาตีเด็กบ้านเศร้าจำรานเศร้าสู้สดายยังอันจำแน่นเฉลี่ยนี่เกเตครับเมียนอาจจะแน่นเฉลี่ยนี่เองเคยเนี่ยนาปุยนาเคบ้านสักได้สอบจำรานร่องเรื่องไปได้ปวนกีละโอละเอิญกีเนี่ยกอนเจ้ากีสลับไม้สลับเอาเอ็มได้เมียนแต่เช่จะไอ้จะแน่นเน้นเตียเนี่ยนี่ใหญ่บุยมัดลมได้อยากเคราะห์ไปกี้เช่เจ้าปรับเนี่ยตีเอาช่วยสอนอันนั้นก็เจนาก็ต้องเมียนบอลเมียนสะไอเตเนี่ยเดี๋ยวเมียนบอลสะลงใหญ่ทันเนี่ยเดี๋ยวเมียนมุติตาเธอเตยอ๋อ
រីករាយទៅតាមសេចក្តីសុខសួស្តីរបស់ត្រកូលឃើញគេចម្រើនរឿងក៏នឹកឃើញអើយត្រកូលនឹងគេធ្វើបុណ្យអីគេល្អម្លេះប្តីប្រពន្ធមិនដែលមានរអស់ឋាននៅគ្នាកូនចៅក៏ស្ដាប់អវាទមានទ្រព្យមានសម្បត្តិអត់ត្រេកអររីករាយមុទិតាធ្វើហេតុនឹងឯងដែលកើតមកក្រោយមកយើងមានបនស័កមានទ្រព្យសម្បត្តិយកស័កហ្នឹងនេះហេតុវិញអញ្ចឹងបងពេលដែលយើងស្លាប់ទៅកាន់ឋានសួគ៌បានមកវិញយើងមានសិលមានទានប្រព្រឹត្តសិលទានហ្នឹងដល់អស់ជីវិតទៅកាន់ឋានសួគ៌បានមិនទៅបានសាបន់ត្រង់ទេណាហ្នឹងបានទៅពីកម្មនៅទាំងអស់ហ្នឹងឯងបានពុទ្ធសាសនាជាសាសនាដែលជឿកម្មនិងផលរបស់កម្មតែខុសពីផលរបស់កម្មយើងអត់អាចជឿអត់អាចទទួលយកបានទេអានេះប្រាប់ព្រះអង្គអញ្ចឹងតែបានណាកុំឲ្យបន់ស្រន់អីព្រោះយើងកាន់ពុទ្ធសាសនាហើយខំធ្វើការបានជាព្រះសម្មាសម្ពុទ្ធអញ្ញសំបញ្ញាដើម្បីធ្វើជីវិតខ្លួនឲ្យប្រសើរដោយសារបញ្ញាហ្នឹងទេបើអត់បញ្ញាហើយជីវិតរងទុក្ខហើយឥឡូវខំសន្សំបញ្ញាឲ្យបានចេះដឹងគ្រប់គ្រាន់ណាបានទេបរិញ្ញាបត្រអនុបណ្ឌិតចាតស៊ូយកឲ្យបានឥឡូវយើងត្រូវយល់ថាឥឡូវយើងមកបួសជាបព្វជិតពុទ្ធសាសនានេះវត្ថុ4យ៉ាងមានប្របាកណាញោមញាតិគេចិញ្ចឹមតាហើយលោកគ្រូលោករងចិញ្ចឹមមកយើងមានតែរៀនមួយទេការងាររបស់យើងអញ្ចឹងអត់មានប្របាកអីទេអាហារបិណ្ឌបាតអីនៅលោកគ្រូរងចិញ្ចឹមមានញោមគេចេះថ្លាគេជួយអត់មានតែទិសដៅរបស់យើងគឺតែរឿងរៀនណាសម្បញ្ញាសម្រាប់អ្នកដែលនៅក្នុងម៉ែឪគឺវត្ថុ4យ៉ាងម៉ែឪក៏រួចអស់ហើយអាប្រសក់ណាសម្ពុតខោអាវក៏ស្លៀកផោះកើតមហូបអាហារក៏បរិភោគផោះកើតផ្ទះសម្បែងក៏កើតធ្វើឲ្យនៅពេលជំងឺកើតមានប្រាក់ការយកទៅព្យាបាលខ្លួនយើងអត់មានអីទេប្រើប្រាស់ទ្រព្យរបស់ម៉ែឪអត់មានតែរៀនមួយទេបើយើងអ្នកបួសគឺបានពីប្រសក់គេទំនុកម្ដងបើអ្នកមិនបួសបានម៉ែឪប្រើប្រាស់ទ្រព្យរបស់ម៉ែឪទិសដៅយើងមានតែមួយទេអញ្ចឹងបានប្រពុតថាយើងរស់នៅឲ្យមានសតិសម្បជញ្ញៈកុំរស់នៅស្លាប់ណាទៅថាស្លាប់ต้องរស់ហ្នឹងណាគឺអត់មានសតិនឹងឯងអត់ដឹងថាពេលឥឡូវនេះអញជាស្អីថាអញជាយុវវ័យគឺត្រូវតែរៀនសន្សំបញ្ញាធ្វើជីវិតខ្លួនឲ្យភ្លឺថ្លាហ្នឹងដល់តមុខទៀតហ្នឹងបើប្រុសទៅជាប្តីគេស្រីទៅប្រពន្ធគេដឹងខ្លួនចឹងឯងបើអញ្ចឹងត្រូវសន្សំបញ្ញាបានត្រៀមខ្លួនជាប្តីជាប្រពន្ធគេតែដល់មានប្តីមានប្រពន្ធហ្នឹងមានកូនទៅជាម៉ែជាឪគេវាបន្តអញ្ចឹងថារស់ឲ្យយើងស្គាល់ចាតាមពេលតាមវេលាអញ្ចឹងកុំឲ្យយើងរស់ចេះរស់ទៅមិនបានគិតថាស្អីអីតមុខអញទៅជាស្អីអត់ញ៉ឹងគិតមកបើយើងរៀនសូត្រមិនបានចេះដឹងទេដល់ថ្ងៃក្រោយសឹកទៅនៅក្នុងភូមិគេថាឲ្យធ្វើមេឃុំយើងអត់ចេះធ្វើអីយ៉ាងណាមេភូមិក៏មិនចេះអីព្រោះតែមានបញ្ញាបានថាជីវិតរបស់មនុស្សអាស្រ័យនៅលើបញ្ញាទាំងអស់សាបានទេហើយហើយនឹងរក្សាវិន័យហើយនឹងខំរៀនសូត្រសន្សំបញ្ញាកុំគិតអីតែកាលណាយើងមានបញ្ញាហើយមានពន្លឺហើយព្រះពុទ្ធលោកសម្ដែងថាបុគ្គលមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេណាតែព្រះអង្គគិតឲ្យអញកូនអ្នកស្រែអ្នកចំការចំកាត់មាត់ញោកវាមិនបានពងពោះថ្លៃថ្នូរទេមិនអញ្ចឹងទេថោកទាបប្រយើងមិនរៀនទេបើយើងធ្វើការអាក្រក់ទេបើសិនយើងរៀនសូត្រឲ្យមានបញ្ញាទៅវាបាត់អ្នកស្រែអ្នកចំការឲ្យមានសមត្ថភាពធ្វើអីក៏បានដូចតែអ្នកឯងដែរណាអត់មានថោកទាបទេបើប៉ុណ្ណោះសម្ដែងមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេថោកទាបប្រុសយើងមិនរៀនមិនធ្វើឲ្យមានបញ្ញាប្រព្រឹត្តអំពើអាក្រក់តែវាថោកទាបហ្នឹងហើយបុគ្គលក៏មិនមែនខ្វងខ្ពស់ប្រុសពូជប្រុសជាតិប្រុសត្រកូលដែរកើតជាត្រកូលខ្សែថៃក្អាបប្តីមន្ត្រីតែប្រព្រឹត្តអំពើពាលាប៉ោឡែមិនរៀនមិនសូត្រអាក្រក់ថោកទាបហើយម៉ែឪមានទ្រព្យមានសម្បត្តិមានបុណ្យមានស័ក្តិក៏យកក៏ងើបមុខមិនរួចដែរអាកូនវាបន្ថោកទាបហ្នឹងណាវាអាប់ចឹងអាហ្នឹងប្រពុតលោកសំដែងហើយអញ្ចឹងយើងកូនអ្នកស្រែបានខំរៀនសូត្រឲ្យចេះដឹងទៅបាត់អ្នកស្រែហើយដល់បានហើយយើងយោងមុខយោងមាត់ពូជពងម៉ែឪយើងហ្នឹងដែលកើតមិនសូវមានចំណេះ
ហើយយើងមានចំណែកទៅគាត់ក៏មានកិត្តិយសគេឈ្មោះជាមួយនឹងយើងនឹងដែររួចយើងក៏រកទ្រព្យសម្បត្តិបានក៏ចិញ្ចឹមគាត់វិញគាត់ក៏រកនឹងកម្លាំងទេមានប្រើបញ្ញាណាក៏មិនសូវចេះផងដល់បានហើយយ៉ាងយើងទៅធ្វើខ្លួនយើងឲ្យមានតម្លៃជាងម៉ែឲ្យយើងមិនមែនប្រមាថទេបើសម័យលោកបានរៀននេះណាខ្មែរក៏ហមណាបានរៀនទេសំបីទទួលយកអវាទទូលមានដល់ល្អពីម៉ែឪក៏អត់ទេនោះក៏មកឈានមុខនោះឲ្យទៅធ្វើជីធ្វើអីណាចិនអាចគួយអីមិនឲ្យនៅជាមួយម៉ែឪប៉ុណ្ណាអត់បានទទួលម៉ែឪក៏មិនបានឃើញកូនហ្នឹងធ្វើការរៀងតែខ្លួនទៅទៅដល់យកតែជីវិតរៀងគាត់មិនបានរៀនសូត្រទេប៉ុន្តែគាត់ដល់រួចពីខ្មែរក្រហមគាត់ខំប្រើកម្លាំងកាយរបស់គាត់នឹងប្រើកម្លាំងកាយសត្វអីសត្វតរិចសត្វតពុនជួរអីទាំងអស់រកត្រឹមចិញ្ចឹមយើងបានណាបើអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់លោកត្រូវសិក្សារៀនសូត្រឲ្យមានចំណេះចេះដឹងល្អដើម្បីជាកិច្ចតបស្នងសងគុណលោកបានទេហើយឥឡូវប៉ុណ្ណឹងយកសុំចប់ហើយយកការដែលបានជួបសំណេះសំណាលគ្នាជាមួយនឹងពួកសាមណៈអាជាភិក្ខុជាសាមណេរទាំងអស់នៅក្នុងវត្តមានកុលវត្តឱកាសថ្ងៃនេះដែលខ្ញុំកណាបានលើកឧទាហរណ៍លើកនៅពុទ្ធវចនៈអវាទរបស់ព្រះពុទ្ធមកសម្ដែងសត្វអវាទរបស់ព្រះពុទ្ធទេណាមិនមែនអវាទរបស់កណាទេណានាំពាក្យរបស់ព្រះពុទ្ធទេមកប្រាប់អ្នករាល់គ្នាណាចូលខំស្ដាប់ចាំបានសូមអនុវត្តឲ្យបានឬសូមផ្ដាំចុងក្រោយតស៊ូរៀនយកបណ្ឌិតឲ្យបានដល់ត្រើយត្រាននៃវិជ្ជាសាបានទេហើយដល់បានហើយសក្តិសក្តិទៅតែខ្លះរៀនណាតែសក្តិរកធ្វើការរៀនទេទៅឈួតអីចេះបងអង្គឲ្យគិតមើលមកនៅស្ងៀមជាងគេដាំបាយឲ្យឆាន់គេបណ្ដាសពមកថារៀនមិនកើតគេថាសក្តិរកធ្វើការផងរៀនមកទៅនឹងទៅកំណត់ហ្នឹងកំណត់នោះអត់ល្អទេនៅអញ្ចឹងហើយកណារៀនសូត្រឲ្យចេះចាប់បានលីអស័កទៅលោកគ្រូក៏លំខិតដែរអត់តែមានវិជ្ជាឲ្យលំខិតទេទៅជាវិជ្ជាបរិបទមានសមត្ថភាពជួយកសាងប្រទេសជាតិដល់រដ្ឋាភិបាលហើយកសាងប្រទេសជាតិអត់មិនដឹងទេយើងធ្វើមិនឲ្យជីវិតគ្រួសារយើងឲ្យតែធំថ្កើងទៅមានសម្ពុតខោអាវស្លៀកពាក់ល្អទៅមានម្ហូបអាហារបរិភោគល្អទៅមានផ្ទះសម្បែងល្អនៅទៅផ្ទះធ្វើជាវិឡាជាផ្ទះអីពីស៊ីម៉ង់បេតុងទៅល្អទៅពេលជំងឺឈឺមានប្រាក់ជាបារោគទៅសាងជាពិសេសគឺជីវភាពយើងណែឯងអានោះដូចជួយកសាងជាតិហើយកាលណាគេមកដល់ស្អីសក់បកៅអីឃុំអីភូមិអីតនេះថាភូមិអីឃុំអីណាភូមិចំពោះវ៉ាន់គេភូមិចំពោះវ៉ាន់មើលមកប្រសក់គេមានផ្ទះថ្មប្រុសពេលដូចជាគួរជួយកសាងជាតិហើយណាជួយកសាងជាតិហើយគេថាអ្នកចំពោះវ៉ាន់នឹងមានផ្ទះថ្មសសក់អិនអីនៅល្អបរិបូរណ៍ស្រៀមពីដូចយើងជួយកសាងជាតិតាមពិតជីវិតគ្រួសារយើងទេសាងទៅវាកុំកាងទាំងអស់អញ្ចឹងចូលសំបញ្ចប់សេចក្តីត្រឹមប៉ុណ្ណឹងចាំមិនដឹងនិយាយអីទៅទៀតលើសហ្នឹងទេណាសំផ្ដល់មតិយោបល់ទៅម៉េចឲ្យស្វែងចំណែកវិជានឹងសូមឲ្យបដិបត្តិធ្វើវិន័យណាបងអង្គណាពេលធ្វើវិន័យដែលយើងប្រព្រឹត្តទៅវាគេឃើញជាគ្រឿងលើគោកប្រមាណដែលរៀបរាប់ប្រាប់មិញហើយសូមឲ្យបងអង្គជីវៀងចេញដើម្បីឲ្យបរិស័ទគេឃើញឲ្យប្រសង់នៅវត្តចម្ពូវ័នមានធ្វើមានវិន័យអីល្អចាំឲ្យគេជ្រះថ្លាគេមកចិញ្ចឹមយើងឲ្យស្រួលចឹងដល់នាទីដែលសំណេះសំណាលនឹងផ្ដល់ឱវាទដល់ព្រះអង្គគ្រប់ព្រះអង្គទាំងអស់ក៏សូមចាប់ប៉ុណ្ណឹងហើយមុននឹងចាប់ក៏សូមប្រគេនពរសព្ទសាធុការប្រគេនដល់គ្រប់ព្រះអង្គសូមឲ្យបានប្រកបដោយអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍រៀងទៅណាសូមព្រះគុណយ៉ាងជ្រាលជ្រៅចំពោះឱវាទដ៏មានខ្លឹមសារនៅក្នុងឱកាសពេលនេះសម្ដេចព្រះព្រហ្មរតននីប៉ុន្សែមព្រះវិធានលេខាធិការព្រះធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះជាណាចក្រកម្ពុជាបានផ្ដល់ឱវាទដ៏ដងឧត្តមបំផុតសម្រាប់ខ្ញុំបកណ្ណាក៏ដូចជាសាមណសិស្ស
ពុទ្ធកៈវិទ្យាល័យពវ័នសែនជ័យបានជាលើកទី2លើកទី1នោះកាលពីសម្ដេចជាវាំងអញ្ជើញយកសពសម្ដេចមកបូជានៅទីនេះសម្ដេចក៏បានផ្ដល់ឱវាទមួយដងហើយបណ្ឌអង្គខ្លះក៏បានស្ដាប់ថ្ងៃនេះបានជុំគ្នានៅក្នុងរដូវចូលព្រះវស្សាអញ្ចឹងក៏នៅជុំគ្នាទាំង200អង្គអញ្ចឹងថ្ងៃនេះខ្ញុំកណ្ណាតំណាងព្រះសង្ឃសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចព្រះបរមរតននីប្រធានថេរសភានៃពុទ្ធសាសនានៅប្រជាណាចក្រកម្ពុជាដែលសម្ដេចជាអម្ចាស់បានឆ្លៀតឱកាសប្រកបដោយមមាញឹកបំផុតក្នុងឱកាសពេលនេះម៉ោងប្រហែលហ្នឹងម៉ោង9គត់សម្ដេចតើមានតម្លៃខ្លឹមសារណាស់សម្រាប់ខ្ញុំបកណាក៏ដូចជាសាមណសិស្សគ្រប់ព្រះអង្គបានស្ដាប់យល់ដូចជាកន្លែងពាក្យថាក្តីហ្នឹងគឺយើងច្រើនថាដឹងក្តីដែលថាមកពីណាមកពីក្តីតែមិនដឹងថ្ងៃហ្នឹងទេសម្ដេចហើយលោកដឹងមុនកណាដឹងទេដឹងមុនកណាទេអត់ទេសម្ដេចខ្ញុំកណាក៏តែដឹងយប់ដឹងដែរអត់ដែលឮចាស់និយាយតែរឿងថាដឹងក្តីអីហ្នឹងក៏ធ្លាប់ឮតែមកពីណាមកពីក្តីមិនសូវបានដឹងទេតែយប់ហ្នឹងសម្ដេចចាំចាណាសូមអរគុណយ៉ាងជ្រាលជ្រៅណាស់សូមប្រគេនបុណ្យសម្ដេចជាអម្ចាស់បានប្រសុខភាពល្អបានគង់ជាមលុបនៅក្នុងពុទ្ធសាសនាផ្ដល់នៅការលះបង់ជូនជាតិសាសនាព្រះមហាក្សត្រជាពិសេសបានអប់រំភិក្ខុសាមណេរនៅក្នុងពុទ្ធសាសនាជាពិសេសនៅក្នុងប្រជាណាចក្រកម្ពុជានេះឲ្យបានយូរអង្វែងតរៀងទៅសូមអនុមោទនាឧត្តមង្កេណវន្តេហាងបាតបាំងសង្វរតមង្ខលិតោតសាពុទ្ធោខមតតាំងវមង្អត្តមង្កេណវន្តេហាងធម្មញ្ញធម្មេយោខលិតោតសាធម្មោខមតតាំងវមង្អត្តមង្កេណវន្តេហាងសង្ឃេយោខលិតោតសាសង្ឃោកមតតាំងវមង្សូមជូនកុសលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាទីកូនជីតារនៅក្តីណាលំចាស់ចាច់ឋានសូមជូនវផលកុសលកានសូមសុខសេចសាតឋានផុតទុកយ៉ាងកញ្ញកុសលកម្មកតពេនកិរិយ៉ាងបបកាយេនវិចាមនសាកតាំងយេសត្តាសញ្ញណោអត្ថយេចសត្តាអសញ្ញណោកតាំងបញ្ញផលាំងមៃហាងសាពេភាគីយេតាំងកតាំងសវិតិតាំងតណ្ណបញ្ញផលាំងមយាយេចតាធនជានន្តទេវាកន្ត្វានិវេតយងសត្តាជីវន្តាហារហេតុកាមនោញ្ញងសាពេកផន្តមមចេតសាតេសូមជូនកុសលផលបុណ្យកាវគ្គក្រោយណាវគ្គទី2ព្រមមេផលនេះมันអាចឲ្យគ្នាបានទេអាហ្នឹងសិតតែការបដិបត្តិបដិបទាណាធ្វើបានអាហ្នឹងតែសូមជូនកុសលភាគផលកម្មព្រោះលោកអ្នកដែលតែងធ្វើនេះថាដោយលោកមិនបានគិតដែលវាចម្លោះជូនមេផលណាឥឡូវខាងដើមថាជូនសំជូនកុសលហើយបើដល់ពាក្យកណ្ដាលសំជូនកុសលផលបុណ្យកម្មអាពាក្យទី2ហ្នឹងតាទុកណាពីលើឆ្លណាទៀតណាអូនយកទៅទេនណាទេនទុកខាងទេនណាYeah.